នៅជាបឋមសូមថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយចម្រើនពរញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ព្រោះហើយល្ងាចនេះគឺមានលទ្ធសោយដែលជាសទ្ធាជ្រះថ្លារបស់បងស្រីម៉ាប់ចាន់ណារ៉េដែលបានប្រគេនពីថ្ងៃមិញណាឥឡូវនេះគឺបានប្រគេនដល់សាមណេរដែលគង់នៅវត្តធម្មបញ្ញមហាព្រហ្មជាទូទៅលទ្ធសោយគឺយើងយូរជាមានស្តុកម្ដងក៏ហើយបើជាភេទជ្ជៈផ្សេងជាទៅដោះគោស្រស់វាមានជារៀងរាល់ថ្ងៃក៏ហើយប៉ុន្តែដោយសារតែថ្ងៃនេះគាត់ប្រគេនយើងដាក់កាសេអតិចដើម្បីប្រគេនព្រះសង្ឃតែម្ដងអញ្ចឹងកុំឲ្យចំណាយពេលយូរណាចឹងសុំគេមកចាំមកតាមការគូបើសារតែមេភ្លៀងមកមេទៅវារៀងត្រជាក់តិចអើនេះហេតុពេលទៅដល់លោកនេះហើយតើនេះអ្នកឆាន់នៅចាំយកនេះឆាន់ទៅព្រោះហេតុដោយសារតែមកនេះគឺមេឃវាភ្លៀងចឹងហើយអាកាសធាតុវារៀងល្ងឹតតិចហើយណាព្រោះអញ្ចឹងប៉ុណ្ណេះទៅចាស់ចឹងសូមជូនបុណ្យនិងប្រគេនបុណ្យកាលណាគុំចាស់ហើយញាតិញោមបងប្អូនបាននៅចំណែកពីបុណ្យក៏សូមអនុមោទនាព្រោះដល់អាកាសធាតុមេឃនេះគឺពីសល់គឺមេឃភ្លៀងពេលនេះទៅច្រើនទាមកអញហើយទាសារឡើងនេះមេឃភ្លៀងមួយមេមកធំដែរមួយមេធំហើយដូចជាភ្លៀងពីរថ្ងៃជាប់គ្នាក៏សាមញ្ញភ្លៀងមកមេដែរហើយថ្ងៃនេះភ្លៀងមួយមេដែរច្រើនក៏មានមេធំហើយមានមេធំហើយដល់កន្លែងពុទ្ធស្ថានយើងដែលបានធ្វើនោះគឺថ្ងៃនេះបានចង់ធ្វើជាការបន្តិចក៏មេនេះគ្លៀងដែរជាសការៈរបស់មេគ្លៀងនេះគឺពីលៀន